អ៊ំស្រីក្មួយប្រុសចុះប៉ាម៉ាក់ក្មួយណេណាបងស្រីគ្រួសារខ្ញុំខ្វះលុយខ្ញុំមកដល់លុយសម្រាប់ចំណាយប្រចាំថ្ងៃកាត់មួយនេះហាក់ដូចជាមិនមែនជារបស់ធនាគារយើងទេអូក្មួយមកដល់លុយជំនួសប៉ាម៉ាក់មែនទេឥឡូវនេះមានមនុស្សតម្រង់ជួរច្រើនណាស់ចាំបងនាំក្មួយទៅបញ្ចូលតែម្ដងល្អទេអរគុណបងស្រីដកលុយរួចត្រូវទុកដាក់ឲ្យស្រួលណាកុំឲ្យបាត់ឲ្យសោះលុយច្រើនណាស់បងត្រូវរៀបចំឡានដឹកលុយហើយក្មួយឯងពិតជាគួរឲ្យស្រឡាញ់មែនតោះទៅរី10,000,000ម៉ឺនសែនលាន10លានរយលានពាន់លានម៉ឺនលានសែនលានលាន2លានលានមិនត្រូវទេតាម៉ាស៊ីនខូចមែនទេក្មួយប្រុសតើក្មួយបានលុយទាំងនេះមកពីណាសូមជួយដកលុយឲ្យខ្ញុំមកចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះទោះបីជាបូកទ្រព្យសម្បត្តិសេដ្ឋីទាំងអស់នៅក្នុងប្រទេសក៏នៅតែមិនគ្រប់គ្រាន់ដែរមានរឿងអីកើតរឿងអីហ្នឹងឬមួយមានគេប្លន់ធនាគាររត់លឿនអ្នកគ្រប់គ្រងប្រញាប់យកលុយឲ្យខ្ញុំមកឬមួយក្មេងនេះជាអ្នកប្លន់ធនាគារមិនអាចទេដឹងមានរឿងអីចៅប្លន់ណៃណាពួកចៅណៃណានាងឯងកំពុងលេងសើចជាមួយគេមែនទេរីកាប្រាប់ប៉ូលីសខ្លាំងខ្លាយមិនមែនទេក្នុងកាតរបស់គេមានលុយ2លានប៉ុន្មាន2លាននាងឯងនិយាយឈួតអីហ្នឹងក្មេងដូចគេមានប្រាក់បញ្ញើ2លានអ្នកគ្រប់គ្រងក្នុងកាតរបស់គេពិតជាមាន2លានមែននាងដឹងទេថា2លានមានន័យយ៉ាងម៉េចបើដកចេញមកធនាគារទូទាំងពិភពលោកនឹងគាំងផ្សារហ៊ុន Wall Street នឹងដួលរលំវិបត្តិហិរញ្ញវត្ថុពិភពលោកនឹងផ្ទុះឡើងមិនមែនទេអ្នកគ្រប់គ្រងបើមិនជឿលោកមើលខ្លួនឯងទៅរី10,000,000ម៉ឺនសែនលាន10លានរយលានពាន់លានម៉ឺនលានសែនលានលោករាប់ប៉ុន្មានដងក៏គ្មានប្រយោជន៍ដែរសូមជួយដកលុយឲ្យខ្ញុំមកឬមួយនេះជាកាត់អធិរាជកម្ពុជាឮថាទូទាំងពិភពលោកមានតែមួយសន្លឹកប៉ុណ្ណោះដែលអាចផ្ទុកលុយទាំងអស់នៅលើពិភពលោកបានអាល្អិតតាឯងបានកាត់នេះមកពីណានេះជារបស់ខ្ញុំមិនអាចទេអេឈប់សិនក្មេងម្នាក់មិននឹងអាចមានលុយច្រើនម្លេះយកមកលេងទេដឹងពួកឯងដឹងទេថាខាត់កម្លាំងប៉ូលីសប៉ុន្មានសូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នសេដ្ឋីអាថ៌កំបាំងដែលសង្ស័យថាបានបង្កឲ្យមានរញ្ជួយហិរញ្ញវត្ថុពិភពលោកកាលពីជាង10ឆ្នាំមុនបានលេចមុខហើយប្រញាប់ប្រមូលកម្លាំងទាំងអស់ទៅកាន់ធនាគារបែងញ៉ៃជាបន្ទាន់កាត់នេះឬមួយក្មេងនេះពិតជាមហាសេដ្ឋីមែនមិននឹងអាចទៅរួចវិបត្តិហិរញ្ញវត្ថុកើតឡើងជាង10ឆ្នាំមុនក្មេងនេះទើបតែអាយុប៉ុន្មានចុះតើគេមានអត្តសញ្ញាណពិតប្រាកដជាអ្វីជាតិមុនខ្ញុំមានអ្វីគ្រប់យ៉ាងនៅលើលោកនេះទ្រព្យសម្បត្តិខ្សែរយៈរស់នៅក្នុងភាពស៊ីវិល័យឈរនៅលើកំពូលនៃពិភពលោកស្ដេចនាគរាជស្ដេចនាគរាជស្ដេចនាគរាជប្រញាប់យកលុយឲ្យខ្ញុំមកម៉ាក់កំពុងរងចាំខ្ញុំត្រឡប់ទៅផ្ទះវិញបងថ្លៃធំបងថ្លៃស្រីមិនក៏បងមកទីនេះប្អូនថ្លៃ King Chuan បាត់ដំណឹងស្លាប់រស់ប៉ុន្មានឆ្នាំមកនេះតើផ្ទះនេះគួរតែប្រគល់មកឲ្យពួកយើងវិញទេបងថ្លៃធំតើបងមានន័យយ៉ាងម៉េចនេះជាផ្ទះរបស់គ្រួសារលៃខ្ញុំប្រាប់ឲ្យឯងប្រញាប់រើចេញពីផ្ទះនេះភ្លាមបងថ្លៃស្រីឆេវបៅគឺជាកូនរបស់ខ្ញុំនិង King Chuan គេក៏ជាមនុស្សក្នុងគ្រួសារលៃដែរប្តីបងជំពាក់បំណុលគេវ៉ាន់ដុកគុំយកលេសមកបោកប្រាស់ខ្ញុំសូមពន្យាពេលសងបំណុលប៉ុន្មានថ្ងៃខ្ញុំនិងឆេវបៅមិនដែលបានរស់នៅស្រួលមួយថ្ងៃទេបងគឺជាបងប្រុសនិងបងថ្លៃបង្កើតរបស់ King Chuan តើបងមិនដែលជួយទេឥឡូវមកដណ្ដើមយកផ្ទះទៀតតើនេះមិនមែនជាការបង្ខំឲ្យម្ដាយនិងកូនយើងស្លាប់ទេអញបដូរសម្ដីទៅមែនទេតើប្លង់ផ្ទះនេះមានឈ្មោះអញទេនេះជារបស់គ្រួសារលៃតាំងពីដើមមកនេះជាផ្ទះរបស់ខ្ញុំនិងឆេវបៅយើងដាច់ខាតមិនរើចេញទេខ្ញុំជាភ្នាក់ងារលេខ14កំពុងចេញប្រតិបត្តិការករណីប្លន់ធនាគារដែលកើតឡើងនៅធនាគារបែងញ៉ៃមានរឿងអីចៅប្លន់ណៃណាពួកចៅណៃណាអេក្មេងនេះមើលទៅដូចជាធ្លាប់ឃើញណៃណានេះមិនមែនជាឆេវបៅទេម៉ោងរៀនមិននៅសាលាបែរជារត់ទៅធ្វើចោលប្លន់ធនាគារទៅវិញឆ្លងកាត់ការខិតខំប្រឹងប្រែងទីបំផុតយើងបានថតរូបភាពផ្ទាល់ពីកន្លែងកើតហេតុប្រញាប់យកលុយឲ្យខ្ញុំមកប្អូនថ្លៃនេះហើយជាកូនប្រុសដ៏ល្អដែលឯងមានមោទនភាពឆេវបៅមានរឿងហើយ
នាគបង្កើតនាគហង្សបង្កើតហង្សកូនកណ្ដុរចេះតែជីក្រូនមើលចរិតឪពុកវាទៅតោះទៅមើលរឿងល្អឈៀវបោឈៀវបោអុយខ្ញុំមើលទៅក្មេងនេះប្រហែលជាជួបគ្រោះថ្នាក់ហើយប្រហែលជាត្រូវចោរប្លន់ចាប់ធ្វើជាចំណាប់ខ្មាំងហើយឈៀវបោឈៀវបោទីបញ្ជាការពេលនេះយើងកំពុងនៅក្នុងធនាគារក្រៅពីក្មេងតូចម្នាក់មិនមានឃើញជនសង្ស័យទេសុទ្ធតែជាការយល់ច្រឡំគឺជាកំហុសរបស់បុគ្គលិកអ្នកខ្ញុំបានពិនិត្យឱកាសនេះហើយទឹកប្រាក់មានតែ 20,000 ទេបុគ្គលិកមើលខុសមិនអីក៏ល្អហើយដល់ការប្រុងប្រយ័ត្នបន្តិចទៀតពួកអ្នកឯងទៅជាមួយខ្ញុំដើម្បីផ្ដល់ចម្លើយតោះសូមអ្នកទាំងអស់គ្នាបំបែកជួរថ្ងៃនេះបញ្ចូលទាំងអស់ផ្អាកដំណើរការជាបណ្ដោះអាសន្នសូមអភ័យទោសអ្នកគ្រប់គ្រងហេតុអ្វីបានជាលោកប្តឹងប៉ូលីសคล้ายៗមិនមែនទេក្នុងកាតរបស់គេពិតជាមាន2លានមែនខ្ញុំមិនមើលខុសទេនាងត្រូវបានបញ្ឈប់ពីការងារនៅទីនេះមិនត្រូវការមនុស្សដែលតាំងខ្លួនឯងថាឆ្លាតទេចេញទៅក្មួយប្រុសកាត់នេះក្មួយរើបានមែនទេនេះជាកាតរបស់ខ្ញុំពិតជានៅទីនេះមែននេះមានទ្រព្យសម្បត្តិទាំងអស់នៅលើពិភពលោករបស់ហែងឯងអាយុប៉ុន្មានមានប្រាក់បញ្ញើ2លានម៉េចលោកចង់និយាយពីអីក្មេងប៉ុណ្ណឹងសោះចេះកុហកពិតជាក្មេងគ្មានម៉ែប្រដៅមែនប្រញាប់យកកាតមកឲ្យឯងវិញកាតនេះត្រូវបានបង្កក់ហើយយោងតាមច្បាប់ធនាគារខ្ញុំត្រូវរកអ្នកមកផ្ទៀងផ្ទាត់កាតនេះបើលោកចង់លេបត្របាក់វាប្រយ័ត្នវិនាសដោយសារសេចក្តីលោភលន់របស់ខ្លួនឯងហេធនាគារបានផ្អាកដំណើរការហើយកូនរបស់ខ្ញុំនៅខាងក្នុងជាវបោជាវបោខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាអនុញ្ញាតឲ្យខ្ញុំចូលទៅចុះកូនរបស់ខ្ញុំនៅខាងក្នុងប្អូនថ្លៃប្រញាប់ទៅខ្មាស់គេណាស់ប្រញាប់ទៅអុយប្តីជំពាក់បំណុលគេរត់បាត់កូនកិច្ចសាលាទៅប្លន់ធនាគារគ្រួសារនេះពិតជាចម្លែកមែនថតទុកឲ្យសាច់ញាតិមើលសិនយូរម្លេះគ្មានសកម្មភាពសោះឬមួយក្មេងនេះពិតជាត្រូវចោរចាប់ធ្វើជាចំណាប់ខ្មាំងមែនបើវាមានរឿងក៏ល្អដែរផ្ទះនោះនឹងខ្លាយជារបស់យើងថាអូនឯងពូកែគិតលេខជាងគេអាល្អិតឯងហ៊ានគំរាមអញផងអញដឹងថាអញជានរណាទេខ្ញុំគ្រាន់តែចង់ព្រមានលោកថាចិត្តមនុស្សលោភលន់មិនចេះស្កប់ស្កល់កូនរបស់ខ្ញុំនៅខាងក្នុង